ក្លិនមួយនេះគឺគេរ៉ាត់ឲ្យ10តែម្ដងនៅក្នុង brand របស់ Guerlain អញ្ចឹងនៅក្នុងដៃខ្ញុំនេះគឺជាខ្លួនរបស់ Guerlain Herb Trabelantes ហើយក្លិនមួយនេះគឺថាសោះស្រាយខ្លាំងមែនទែនសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃទៅសាលារៀនទៅធ្វើការឬក៏ទៅកន្លែងណាដែល relax ជាchill ដូចជាយើងទៅភ្នំទៅសមុទ្រអីចឹងគឺថាដឹងតែ the best តែម្ដងឈ្ងុយពេញបន្ទប់និយាយទៅបើក្បាលដំបូងមកក្លិនវាបែបលក្ខណៈហៀងខូស្រស់ស្រាយខ្លាំងមែនទែនលាយឡំនឹងក្លិនបែបហៀងផ្កាបន្តិចហើយនៅក្នុងហ្នឹងក៏វាមានក្លិនបែបលក្ខណៈហៀងបៃតងmusky គឺថាក៏អូបឈ្ងុយខ្លាំងមែនទែនអញ្ចឹងក្លិនមួយនេះខ្ញុំហ៊ាននិយាយថានៅពេលដែលអ្នកគ្នាបានសាហើយគេថាដឹងតែពេញចិត្តតែម្ដងមូលហេតុដែលសារតែក្លិនវាបែបហៀងស្រស់ស្រាយ unique ប្លែកគេមែនទែនដោយគេរ៉េតនៅក្នុង TikTok អញ្ចឹងគឺថាឲ្យ10តែម្ដងអត់មានអីនិយាយច្រើនទេគឺថាក្លិនមួយនេះthe best តែម្ដងចង់ឲ្យអ្នកគ្នាគួរតែសាកប្រើទឹកអស់មួយនេះហើយផ្សិនមកអ្នកនរគ្នាអត់ចង់ចំណាយលុយច្រើន$500ទៅទិញ original អ្នកគ្នាអាចសាកខ្លួនមួយខាងងារបានគុណភាពប្រៀបធៀបទៅនឹង original អាចថាលើស 95% បើដូចគឺថាដូរលុយឲ្យអ្នកនរគ្នាវិញ